អូខេសួស្តីបងប្អូនថ្ងៃនេះខ្ញុំយកតកតងទៅនឹងប្រភេទសាប់ប្រូបៀយកមកបង្ហាញបងដែលគេឲ្យឈ្មោះថាជាប្រភេទសាប់ប្រូសរ៉ូហើយសម្រាប់បងប្អូនដែលតែងតែសួរថាអូនប្រភេទសាប់ប្រូសរ៉ូគឺជាប្រភេទអីគេវិញអូនប្រភេទសរ៉ូជាតិស្ករហើយសម្រាប់បងប្អូនតែងតែសួរថាអូនអាហ្នឹងសរ៉ូជាតិអាល់កុហុលមែនមានទេបងប្អូនជាទូទៅជាប្រភេទសរ៉ូជាតិស្ករហើយសម្រាប់ប្រភេទនេះគឺសរ៉ូជាតិស្ករជាមួយនឹងកាឡូរីហើយពេលដែលយើងញ៉ាំទៅវាអត់មានជាតិផ្អែមតែអាល់កុលរបស់វា5%ចំណុះរបស់វាគឺ350 ml បងប្អូនហើយសម្រាប់ប្រភេទនេះគឺវាធ្វើឡើងចេញពីម៉ាលជាមួយនឹង herb ពេលដែលបងញ៉ាំទៅគឺមានរសជាតិស្រាលស្រួលញ៉ាំបងសម្រាប់ប្រភេទនេះសម្រាប់បងដែលគាត់អត់ចូលចិត្តញ៉ាំជាតិស្ករតែគាត់នៅញ៉ាំគ្រឿងស្រវឹងណាអញ្ចឹងយើងអាចញ៉ាំជាប្រភេទនេះបានអញ្ចឹងបងសាកទាំងអស់គ្នាហើយតកតងទៅនឹងរសជាតិខ្ញុំនឹង detail ជូនបងបន្តិចទៀតខ្ញុំភ្លេចខ្ញុំមាន class A ត្រជាក់មកកំប៉ុងដែរអូខេអញ្ចឹងខ្ញុំទុកអានេះហើយអូខេអញ្ចឹងយើង class A ឲ្យត្រជាក់យ៉ាងមកហើយយើងមានជាប្រភេទកែវបៀបែបទុកកន្លែងនេះអូខេអញ្ចឹងយើងកោះទាំងអស់គ្នាអូខេបងក្លិនរបស់វាឈ្ងុយខ្ញុំចាក់ឲ្យមានពពុះទេដោយសារយើងអត់ចង់ឲ្យឡើងពពុះអូខេប្រភេទនេះវា smooth ហើយវាស្រាលញ៉ាំទៅគឺវាស្រួលញ៉ាំបងហើយតកតងទៅនឹងរសជាតិគឺអត់ផ្អែមទេបងលក្ខណៈថាវាបែបសាបតែវាមានជាតិហ្គាសវាមានជាតិអាល់កុលក្នុងហ្នឹងដោយសារអាល់កុលរបស់វា5%ទេបងCheers